បើយើងសារព័ត៌មានមួយប្រធានាធិបតីទួរគីបានធ្វើសន្ទរកថាដ៏ខ្លាំងក្លាមួយជូនទៅប្រធានាធិបតីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូដោយលោកបានលើកឡើងថាប្រធានាធិបតីលោកនេតាន់យ៉ាហ៊ូគឺជាAdolf Hitler ទី2អញ្ចឹងយើងមកសម្រាយឲ្យបានក្បាយដោយគាត់បានរិះគន់នឹងការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះស្ថានភាពនៅតំបន់កាហ្សាលោកបាននិយាយថាភាពស្ងៀមស្ងាត់និងអសកម្មរបស់ពិភពលោកចំពោះការជិះចាប់របស់ប្រជាជនប៉ាឡេស្ទីននៅកាហ្សាស្រដៀងទៅនឹងអសកម្មដែលធ្លាប់កើតមាននៅក្នុងកំឡុងអក្រិតកម្មរបស់ Adolf Hitler ប្រមាណជា85ឆ្នាំមុនលោក Erdogan ប្រធានាធិបតីទួរគីបានព្រមានថាប្រវត្តិសាស្ត្របង្ហាញរួចហើយថានៅពេលដែលពិភពលោកមិនអើពើឬមិនបានចាត់វិធានការដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌និងចំនួនដ៏ធ្ងន់ធ្ងរផលវិបាកអាចនឹងពង្រីកជាវិបត្តិដ៏ធំជាងមុនដែលអាចប៉ះពាល់ដល់តំបន់និងពិភពលោកទាំងមូលនៅក្នុងសន្ទរកថារបស់លោកប្រធានាធិបតីទួរគីបានសង្កត់ធ្ងន់ថាចំនួននៅមជ្ឈមបូព៌ាមិនមែនជាបញ្ហាទេចំនួននៅមជ្ឈមបូព៌ាមិនមែនជាបញ្ហាអាចកំណត់ត្រឹមតំបន់នោះទេលោកក៏បានលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងនៅជុំវិញនៃច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏សំខាន់បំផុតមួយសម្រាប់ការដឹកជញ្ជូនប្រេងនិងអូស្មန်សម្រាប់ពិភពលោកអ្នកវិភាគជាច្រើនបានព្រមានថាប្រសិនបើមានការបិទឬការរំខានការចរាចរណ៍នៅច្រកសមុទ្រ Hormuz នោះតម្លៃប្រេងនឹងកើនឡើងយ៉ាងខ្លាំងដែលអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចចំពោះពិភពលោកទាំងមូលរួមទាំងបណ្ដាប្រទេសនៅអាស៊ីអឺរ៉ុបនិងសហរដ្ឋអាមេរិកផងដែរសន្ទរកថារបស់លោក Erdogan កើតឡើងនៅពេលដែលសង្គ្រាមនៅកាហ្សានៅតែបន្តនិងមានការរិះគន់ខ្លាំងទៅអង្គភាពជាច្រើនដូចជាអង្គភាពឬក៏អង្គការសិទ្ធិមនុស្សរួមទាំងប្រទេសមួយចំនួនចំពោះស្ថានភាពអមនុស្សធម៌នៅទីនោះទូគីបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមូស្លីមដែលបន្តបញ្ចេញសម្លេងរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់កាហ្សាលោក Erdogan បានអំពាវនាវឲ្យសហគមន៍អន្តរជាតិនឹងចាត់វិធានការបន្ថែមដើម្បីបញ្ចប់ការបង្ហូរឈាមនិងស្វែងរកដំណោះស្រាយនយោបាយដែលអាចនាំទៅរកសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនទោះជាយ៉ាងណាការប្រៀបធៀបស្ថានភាពបច្ចុប្បន្ននៅប្រៀបធៀបទៅនឹង Adolf Hitler គឺជាប្រធានបទដ៏ក្តៅមួយដែលបង្កឲ្យមានការវេកញែកយ៉ាងខ្លាំងលើឆាកអន្តរជាតិអ្នកគាំទ្រ Erdogan យល់ថាជាការព្រមានអំពីផលវិបាកនៃភាពស្ងប់ស្ងាត់របស់ពិភពលោកខណៈដែលអ្នករិះគន់មួយចំនួនចាត់ទុកថាការប្រៀបធៀបបែបនេះអាចនឹងបង្កើនភាពតានតឹងនយោបាយបន្ថែមទៀតសរុបមកសាររបស់លោក Erdogan គឺជាវិបត្តិនៅតំបន់កាហ្សាមិនមែនជាបញ្ហានៅក្នុងតំបន់កាហ្សាមួយនោះទេប៉ុន្តែវាអាចមានផលប៉ះពាល់ដល់សន្តិសុខនិងថាមពលសេដ្ឋកិច្ចពិភពលោកទាំងមូលប្រសិនបើគ្មានដំណោះស្រាយដែលមានប្រសិទ្ធភាពនិងមិនទាន់ពេលវេលា